បាទជំរាបសួរបងប្អូនដែលកំពុងតាមដានវីដេអូនេះបាទថ្ងៃនេះបាន smartphone ខ្ញុំនៅជាប់ប្រធានបទមួយស្ដីពីការcopy ទិន្នន័យមានន័យថាផ្ទេរទិន្នន័យពីmemory ម៉ាស៊ីនចូលទៅកាន់ memory card បាទចឹងដើម្បីទេឬក៏ចែករំលែកហ្នឹងពីកម្មវិធីដែលយើង download ពីកម្មវិធីអ៊ីនធឺណិតហ្នឹងបាទឲ្យចូលទៅក្នុង memory card មានន័យថា SD card ហ្នឹងចឹងដើម្បី download វាបានយើងចូលទៅកាន់ Play Store ដើម្បី download កម្មវិធីដែលមានឈ្មោះថា File Manager នេះបាទអញ្ចឹងដើម្បី download File Manager នឹងបានចូលទៅកាន់ Play Store ហ្នឹងនេះរួចវាពាក្យថា File Manager នេះ File Manager ឥឡូវគេនឹងថាយកវាមកនៅក្នុងហ្នឹងវាមាន File Manager ច្រើនបាទវាមាន File Manager ច្រើនអញ្ចឹងមានតែ File Manager នេះទេដែលល្អស្រួលប្រើជាងគេនេះមួយនេះបាទអញ្ចឹងចុចលើវាមកដើម្បីតំណាងប៉ុន្តែដោយសារតែបាន smartphone បានតំណាងវារួចហើយយើងសុំចុចបើកវាប្រើប្រាស់តែម្ដងណានេះមកដោយសារតែខ្ញុំបាន copy ដាក់វាហើយអស់ហើយអញ្ចឹងដើម្បី copy បានអ្នកគ្នាអាចចុចយក device មកមានន័យថាmemory ម៉ាស៊ីនហ្នឹងរួចវានឹង load ចេញឲ្យបែបនេះបាទចឹងអ្នកទាំងគ្នាចង់ copy អីគេចង់ copy កម្មវិធី record screen នឹងចុចលើហ្នឹងមករួចយើង select លើវា tick លើវាហ្នឹងបាទច្រឡំសំទោសបាទយើងចុចលើវាជាប់មកយើងចុចគ្រាទាំងពីរហ្នឹងមកចាំមកបើអ្នកទាំងគ្នាចង់ copy ទៅហើយបើអ្នកទាំងគ្នាចង់ move ទៅនេះចុចពាក្យថា move នៅខាងឆ្វេងណៃនេះបាទបើសិនជាអ្នកទាំងគ្នា move វាអត់ឃើញនៅទីនេះទេបាទបើអ្នកទាំងគ្នា copy វានៅឃើញនៅទីនេះដដែលអញ្ចឹងដើម្បីងាយស្រួលសូមអ្នកទាំងគ្នាជ្រើសរើសយក move ទៅមកនេះនៅខាងឆ្វេងcopy នេះមកយើងថាច់មកបាទរួចយើងថយទៀតតមកយើង select យក SD card នេះមានន័យថា memory card ហ្នឹងថាច់យកវាមករួចយកពាក្យថា Android បាទអាហ្នឹងវាមានmedia ច្រើនបាទអញ្ចឹងអ្នកនរនេះជ្រើសរើសយកអាណាជាឧទាហរណ៍ខ្ញុំជ្រើសរើសយក OBB នេះបាទថាយកមកបាទតមកថាយក pass នៅទីនេះបាទហើយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android សម័យថ្មី
វានឹងឲ្យយើងទៅបើកនៅមុខងារសំខាន់មកអញ្ចឹងបើចង់ដឹងសុំ select សុំចុចពាក្យថា select នេះមកនេះនៅខាងស្ដាំនេះណាថាច់យកពីមកដើម្បីទៅបើកវាបាទមកយកពាក្យថាជ្រើសរើសនៅខាងនេះខាងក្រោមនេះផ្នែកខាងស្ដាំមកចុចលើនឹងមកបាទនៅពេលនេះវាពងណាផាសចូលបាទពេញឡើយបាទពេញហើយតើមកចុចអូខេថយដែរហើយនៅក្នុងហ្នឹងអ្នកអាច copy ឬថត2ឬក៏1បានមកបាទអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទអញ្ចឹងសូមអរគុណសម្រាប់តាមដានវីដេអូនេះហើយសូមជួយ Subscribe ផងដើម្បីទទួលបានព័ត៌មានថ្មីៗពី Planet Smartphone ផងដែរនិងកុំភ្លេចចុច Add Friend យើងខ្ញុំផងដែរបាទសូមអរគុណ